ត្រូវដែរ ship នេះជាចម្លើយត្រឹមត្រូវចូលទៅដល់ទី2 giraffe មួយណាជាចម្លើយដែលត្រឹមត្រូវជាមានរូបភាព3នៅខាងក្រោម A B C រូបភាពទី1ជាចម្លើយដែលត្រឹមត្រូវអញ្ចឹងយើងចុចទៅលើពាក្យទៅលើរូបភាពទី1 giraffe ទីលំហាត់ទី3 snake មួយណាជាចម្លើយដែលត្រឹមត្រូវនេះជាចម្លើយត្រឹមត្រូវអញ្ចឹងយើងចុចលើនឹងមក snake អញ្ចឹងតាក់ទងទៅនឹង website ហ្នឹងគឺយើងប្រើប្រាស់សម្រាប់យកទៅបរៀនសិស្សជាពិសេសគឺគ្រូភាសាអង់គ្លេសទាំងអស់បន្ទាប់ពីយើងបរៀនសិស្សហើយយើងមិនចាំបាច់ print ការ៉ាស់ print អីឲ្យកូនសិស្សធ្វើញ៉ៃៗទេយើងទី1យើង save យើងសំចៃទៅលើกระดาษទី2យើងបញ្ចូល ICT ហ្នឹងទៅក្នុងថ្នាក់រៀនឲ្យបានច្រើនហើយក៏ងាយស្រួលសម្រាប់គ្រូដែលយើងអត់ចាំបាច់កែបន្ទុកកែអីច្រើនទេព្រោះវាកែបន្ទុកដែលអូតូតែម្ដងអញ្ចឹងដើម្បីធ្វើលំហាត់ហ្នឹងគឺយើងចូលទៅ website មួយដែលមានឈ្មោះថា join quizzes ឬក៏ joinmyquiz.com នេះគេសេអញ្ចឹង quizzes ហ្នឹងណាយើងចុចចូលកន្លែងហ្នឹងមកហើយយើងចុចចូលទៅនេះ join quizzes activity ហើយយើងចូលទៅ my dashboard នេះនៅកន្លែងនេះlike enter join code នេះបើសិនបើយើងជាសិស្សគ្រូផ្ញើលេខកូដមកយើងដាក់លេខកូដដែលគ្រូផ្ញើឲ្យនឹងមកតែយើងជាគ្រូអញ្ចឹងយើងអត់ចាំបាច់អញ្ចឹងទេយើងចូលទៅ my dashboard យើងចូលទៅគឺយើង search លំហាត់ដែលយើងចង់បរៀនហើយយើងផ្ញើឲ្យសិស្សខ្ញុំចង់បរៀនពី animals មានន័យថាខ្ញុំបានបរៀនហើយខ្ញុំចង់ឲ្យកូនសិស្សអនុវត្តធ្វើលំហាត់តាក់ទងទៅនឹងសត្វខ្ញុំបានបរៀនសត្វហើយវាមាន2ទី1គឺ practice ទី2គឺ challenge friends បើពាក្យ practice យើងអនុវត្តមានន័យថាយើងលេងខ្លួនឯងអញ្ចឹងណាដល់ពេល challenge friend នេះអានេះយើងជាគ្រូយើងអាចផ្ញើកូនសិស្សធ្វើបន្ទាប់ពីយើងបរៀនហើយឥឡូវខ្ញុំដាក់ challenge friend នេះទៅហើយខ្ញុំយកទូរស័ព្ទមួយទៀតចូលតាម link ហ្នឹងជាដំបូងយើងសេឈ្មោះសិនខ្ញុំដាក់ថា teacher ចុះហើយបន្ទាប់ពីនឹងមកយើង slow បន្តិចបន្ទាប់មកយើងមានលេខកូដនេះយើងអាចផ្ញើលេខកូដនេះឲ្យសិស្សក៏បានដែរប៉ុន្តែយើងមិនចាំបាច់ទេយើង share direct link ហ្នឹងទៅកាន់ group នៅក្នុង Telegram ដែលយើងបង្កើតបរិញ្ញាសិស្សណាអញ្ចឹងខ្ញុំដាក់ចូលអញ្ចឹងទៅខ្ញុំយកទូរស័ព្ទមួយទៀតយកមក join ដើម្បីចូលនៅក្នុងហ្នឹងឥឡូវខ្ញុំកំពុងតែយកទូរស័ព្ទមកទៀតហើយខ្ញុំទៅសេឈ្មោះមួយដែរទូរស័ព្ទមួយទៀតហ្នឹងខ្ញុំដាក់ឈ្មោះខ្ញុំនៅពេលដែលខ្ញុំដាក់ហើយឈ្មោះខ្ញុំនឹង load មកកន្លែងនេះនេះឈ្មោះខ្ញុំនៅកន្លែងនេះមានសិស្ស 4-10 នាក់ load មកជួរអញ្ចឹងទៅអានេះគឺមានតែ2នាក់ទេអញ្ចឹងខ្ញុំចុច start អានេះគឺស្រួលមែនតើមិនមានតែលំហាត់ហ្នឹងណាលំហាត់អីក៏មានដែរ past simple present perfect តើទៅ color តើទៅអីហ្នឹងមួយនេះជាចម្លើយត្រឹមត្រូវនេះជាចម្លើយ A នេះship នេះជាចម្លើយខ្ញុំដាក់ចេះមកនេះវាបូកបន្ថែមអានេះយើងកាត់ចម្លើយ 50% ចេញមានន័យថាមាន3នឹងកាត់ទៅសមបានហើយកាត់តែមួយទេ50-50 make half incorrect option disappear ដាក់យ៉ាងទៅជំនួយវាចេញលុបទៅប៉ុន្មាន cow អញ្ចឹងយើងមានតែ2ទេឧទាហរណ៍ខ្ញុំយកចម្លើយខុសមួយឧទាហរណ៍example វា load ទៅមិនទេយូរមែនអ៊ីនធឺណិតខ្ញុំ slow ខុសនេះជាចម្លើយត្រឹមត្រូវណាហើយទៅមួយទៀតនេះ cat នេះជាចម្លើយត្រឹមត្រូវអានេះគឺអីគេ get double score ខ្ញុំដាក់យក double score វិញមើល
chẳng vì bột bật thụ vì double con nâng pi mình men ta miền ta phần năng thế nhưng aiធ្វើtràn tiệt lấy nhom bút họ thành nhom princess tẹt tông từ nâng bật tế hay nâng tung triệt countries and flag nhom trôi tới join quizzes đá miền tràn đó nhưng ai priên nhưng ai họ là present perfect past simple present continuous ឬក៏មេរៀនអីផ្សេងទៀតមានទាំងអស់ចូលទៅតារានេះមក my dashboard ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំរៀនពី countries and flags with s plural noun បាទអញ្ចឹងយើងឃើញច្រើនអញ្ចឹងខ្ញុំស្រឡាញ់មួយណាឧទាហរណ៍ថាខ្ញុំស្រឡាញ់មួយណាតំណងមួយនេះហ្មងដែរខ្ញុំចុច practice តែឯងទេហើយខ្ញុំចុច start នេះLucas is from យើងមើលទង់ជាតិមើលគឺមកពីណាគឺ Brazil អញ្ចឹងយើងចុចយកចម្លើយហ្នឹងមក I am from ប្រទេសណានេះ Indonesia from Indonesia នេះជាចម្លើយ Indonesia I am from Indonesia នេះគឺដាក់បន្លំយើងណាចាំតិច Bob and Lindsay are from មកពីណាអានេះគឺជុំប្រទេសណានេះអានេះមានកាត់ចម្លើយខុសហើយអត់មានទេអានេះគឺមិន US អានេះគឺមិន Australia ឬក៏ England អានេះខ្ញុំគិតថាAustralia វាមានអាសត្វកុងការ៉ូ England ខុសហើយអត់ស្គាល់ទង់ជាតិអញ្ចឹងគឺមានប៉ុណ្ណឹងនេះគឺនេះ England នេះតែអង់គ្លេសត្រូវហើយសុំទោសអញ្ចឹងគឺមានតែប៉ុណ្ណឹង